ដោយសារតែភាពតានតឹងច្រើនអត់សូវសប្បាយចិត្តខ្វល់ខ្វាយចិត្តកន្ទក់កន្ទែងក្នុងចិត្តដូចនេះហើយចង់នាំបងប្អូនទាំងអស់គ្នាមកបន្ធូរអារម្មណ៍ម្ដងសួស្តីបងប្អូនទាំងអស់គ្នាមួយរយៈពេលកន្លងមកនេះពួកយើងទាំងអស់គ្នាអត់សូវសប្បាយចិត្តគេងក៏អត់សូវលក់តានតឹងក្នុងចិត្តខ្វល់ខ្វាយចិត្តខ្លាំងណាបងប្អូនអញ្ចឹងហើយចង់នាំបងប្អូនមកជិះម៉ូតូលេងវាស្រែមកមើលវាស្រែមកស្រូបខ្យល់អាកាសដ៏បរិសុទ្ធមកស្ដាប់សំឡេងចាបយំមកស្រូបក្លិនស្រូវនៅទីនេះគឺល្អបងប្អូនតែចង់បញ្ជាក់ថាស្រូវទាំងអស់នេះគឺស្រូវរបស់គេទេបងប្អូនដោយសារតែខ្ញុំជិះម៉ូតូកាត់អញ្ចឹងហើយស្ដាយឃើញស្រូវល្អស្អាតក៏ថតដើម្បីឲ្យបងប្អូនបានមើលទាំងអស់គ្នាបានបន្ធូរអារម្មណ៍ទាំងអស់គ្នាបានបំបត្តិភាពតានតឹងទាំងអស់គ្នាចង់ឲ្យបងប្អូនទាំងអស់គ្នាសប្បាយចិត្តឲ្យបានច្រើនស្រូវនៅម្ដុំនេះគឺពណ៌ស្អាតដល់បងប្អូនស្រូវទុំហើយពណ៌មាសកាលណាស្រូវទុំគឺមើលទៅគឺពណ៌មាសហើយបងប្អូនហើយស្រូវនៅម្ដុំនេះគឺគេធ្វើបាន3ដងបងប្អូនធ្វើលើកនេះគឺជាលើកទី3ហើយដែលខ្ញុំជិះកាត់ហ្នឹងណាខ្ញុំជិះកាត់ហ្នឹងគឺជាលើកទី3ហើយដែលគេធ្វើហ្នឹងព្រោះអីដោយសារនៅតំបន់ខាងគេហ្នឹងគឺមានទឹកបងប្អូនទឹកគេគឺជាប់មានជាប់ជានិច្ចអញ្ចឹងណាដល់អញ្ចឹងទៅគេធ្វើស្រូវបានច្រើនណាបងប្អូនហើយស្រូវរបស់គេគឺល្អក៏លេខមើលទៅគឺពណ៌មាសស្អាតតែម្ដងហើយនៅម្ដុំនេះគឺសបោចាបបងប្អូនអើយចាបច្រើនណាស់ចាបហើទុំលើមេឈើអីអញ្ចឹងណាដល់ពេលអញ្ចឹងហើយមកស្រូបខ្យល់មកស្ដាប់សំឡេងចាបយំអញ្ចឹងទៅបងប្អូនអាក្តីទុកក្តីកង្វល់ក្តីมองសៅហ្នឹងក៏រសាត់ទៅតាមខ្យល់តាមអាកាសធាតុដែលបានមកស្រូបហ្នឹងបងប្អូនហើយសបោមនុស្សម្នាច្រើនណាតែខ្ញុំអត់សូវហ៊ានថតគេទេដោយសារជួនកាលណាថតគេបើគេសប្បាយចិត្តអត់អីទេបងប្អូនបើគេអត់សប្បាយចិត្តនាំតែគេចូលក្នុងប្រព័ន្ធសួរសទៅវាមានការប៉ះទង្គិចតែអញ្ចឹងហើយទៅអត់ថតគេទេបងប្អូនថតយកទៅទេសភាពនេះដើម្បីឲ្យបងប្អូនមើលទេមនុស្សមកលេងច្រើនបងប្អូនជួនកាលគេមកដាក់អន្ទាក់ចាបអីចឹងណាព្រោះចាបច្រើនកាលណាចាបច្រើនគេមកដាក់អន្ទាក់ចាបហើយកាលមុនខ្ញុំឃើញចាបដែលអន្ទាក់គេបងប្អូនខ្ញុំលួចទៅដោះតាអាណិតគ្នាពេកចាបឡើង2ខ្ញុំលួចទៅដោះចាបហ្នឹងបងប្អូនស្នោះគ្នាដល់អញ្ចឹងហើយក៏លួចទៅដោះទៅហើយរត់មកលឿនបងប្អូនហើយខ្លាចគេចាប់បានណាបើគេចាប់បានដឹងយ៉ាងណាបងប្អូនចិត្តមិនដាច់ទេដល់ឃើញនឹងភ្នែកហើយបើសិនជាអត់ឃើញអត់អីទេតែបើម្ចាស់គេតាមម្ចាស់ថ្លៃហើយទាំងជាទៅយ៉ាងណាយ៉ាងណីហើយទេខ្ញុំអញ្ចឹងហាបងប្អូនមានតែការដែលយើងគិតរឿងល្អយើងបន្ធូរអារម្មណ៍ខ្លះយើងសប្បាយចិត្តខ្លះទុកខ្លះរីករាយខ្លះពេលជីវិតបើគិតទៅបងប្អូនគឺមានតែប៉ុណ្្នឹងរឿងណាដែលមិនសប្បាយចិត្តក៏ឲ្យវារសាត់ទៅតាមខ្យល់តាមអាកាសធាតុទៅឲ្យអស់ទៅយើងគិតតែរឿងល្អកាលណាយើងគិតរឿងល្អគិតតែរឿងវិជ្ជមានគិតតែរឿងសប្បាយសេចក្តីទុក្ខសេចក្តីតានតឹងសេចក្តីដែលមិនសប្បាយចិត្តហ្នឹងក៏វារសាត់តាមខ្យល់តាមខណៈដែលយើងគិតរឿងល្អហ្នឹងឯងហើយជីវិតរបស់មនុស្សយើងអ្វីដែលសំខាន់បំផុតគឺមានតែ2ទេបងប្អូនទី1គឺជីវិតយើងគឺសំខាន់ទី1ហើយឈរនៅកត្តាទី1ហើយនៅពេលដែលជីវិតយើងមានន័យនៅពេលដែលយើងមានជីវិតបើយើងអស់ជីវិតហើយគ្រប់យ៉ាងគឺសូន្យហើយបងប្អូនទៅធ្វើអីកើតបើស្អីយើងអស់ជីវិតហើយទី2នោះគឺសុខភាពមនុស្សយើងសុខភាពគឺរាប់ទាំងសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តកាលណាសុខភាពផ្លូវកាយល្អផ្លូវចិត្តល្អការងារយើងក៏រលូនការងារមុខរបររកស៊ីយើងគឺមិនប៉ះពាល់មិនរំខានដល់ការងាររកស៊ីចិញ្ចឹមជីវិតទេ
បើយើងមានតែសុខភាពផ្លូវចិត្តល្អតែផ្លូវកាយអត់ល្អក៏មិនសមប្រកបតែបើយើងមានតែសុខភាពផ្លូវកាយល្អសុខភាពផ្លូវចិត្តអត់ល្អក៏មិនសមប្រកបអញ្ចឹងហើយសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តគឺត្រូវកើតឡើងព្រមគ្នា